2 1ភាគ2ដក1 1ភាគ4ចាគុណជាមួយនឹង4ភាគ5ចាអញ្ចឹងនៅក្នុងការធ្វើលំហាត់ដែលមានវងក្រចកបែបនេះចាកូនត្រូវធ្វើនៅក្នុងវងក្រចកជាមុនសិនចាអញ្ចឹងនៅក្នុងវងក្រចករបស់យើងនេះគឺការដកចំនួនចម្រុះជាមួយនឹងចំនួនចំរោះចាអញ្ចឹងកូនត្រូវបដូរចំនួនចម្រុះហ្នឹងឲ្យទៅជាប្រភាគចាអញ្ចឹងដោយដែលកូនបានដឹងហើយថាដើម្បីបដូរចំនួនចម្រុះឲ្យទៅជាប្រភាគចាកូនត្រូវយកភាគបែងចាទៅគុណជាមួយនឹងចំនួនកត់បន្តមកទៀតធ្វើការបូកជាមួយនឹងភាគយកចារីឯភាគបែងគឺរក្សាទុកដល់ដែលចាអញ្ចឹង2 2ដង4 4បូក1 5ចា5ភាគបែង2គឺនៅដល់ដែលចាដកជាមួយនឹងចាខាងនេះដូចគ្នាចាកូនត្រូវបដូរចំនួនចម្រុះនេះឲ្យទៅជាប្រភាគចាដែលយកភាគបែងទៅគុណជាមួយនឹងចំនួនកត់ចាបន្តមកកូនធ្វើការបូកជាមួយនឹងភាគយករីឯភាគបែងគឺរក្សាទុកដល់ដែលចា4ម្ដង4 4បូក1 5ចា5ភាគបែង4គឺនៅដល់ដែលចាចំណែក4ភាគ5កូនសរសេរដល់សិនណាចាអញ្ចឹងបន្តមកទៀតកូនធ្វើប្រមាណវិធីនៅក្នុងវងកញ្ចក់នេះសិនចាឥឡូវនេះគឺការដកប្រភាគជាមួយនឹងប្រភាគចាអញ្ចឹងគំនិតភាគបែងវាគឺអត់ដូចគ្នាទេអញ្ចឹងកូនត្រូវតម្រូវភាគបែងវាអត់ដូចគ្នាជាមុនសិនចាអញ្ចឹងភាគបែងរួមគឺ4ចាអញ្ចឹងខាងនេះមាន2ហើយអញ្ចឹង2គុណជាមួយនឹង2គឺបាន4ចា5ភាគបែង2ចាអញ្ចឹងភាគបែងគុណជាមួយនឹង2ចាភាគយកក៏គុណជាមួយនឹង2ដូចគ្នាចាដក5ភាគ4ចាទៅគុណជាមួយនឹង4ភាគចា4ភាគ5ចា5 2ដង10ភាគ4ដក5ភាគ4ចាគុណជាមួយនឹង4ភាគចា4ភាគ5ចាអញ្ចឹងក៏មើលការដកប្រភាគជាមួយនឹងប្រភាគដែលមានភាគបែងដូចគ្នាអញ្ចឹងគាត់ធ្វើការដកភាគយកជាមួយនឹងភាគយកចាភាគយកយើងគឺ10ចា10ដក5ដល់សល់5ចាភាគបែង4គឺនៅដល់ដែលទៅគុណជាមួយនឹង4ភាគចា4ភាគ5ចានេះគ្រូសុំសេតទៅមុខដោយសារអស់កន្លែងពិសេសកូនចាអញ្ចឹងគុណប្រភាគជាមួយនឹងប្រភាគចាយើងយកភាគយកទៅគុណជាមួយនឹងភាគយកភាគបែងគុណជាមួយនឹងភាគបែងចាយកភាគយកនេះគុណជាមួយនឹងភាគយកចាភាគបែងទៅគុណជាមួយនឹងភាគបែងចា5 4ដងមក20 4 5ដង20ដូចគ្នាចាអញ្ចឹង20ចែក20គឺស្មើចាចម្លើយគឺស្មើ1